ต่อประมาณบน Facebook update ตรงอย่างน้อยนี่ updates to monetization แต่เติมจำนวน what change เอาไว้ในบ้านพลับโด updates to story monetization ก็ลองมองประโอนได้ประหอธรรมดาประหอเรียลให้ประโอนโยวิดีโอนั้นคอนเทนต์นั้นแต่ประหอ story มันต้องเต็ดบ้านจำนวนปีนะอะไรจะบอกปีนะแต่ตัวบ้านปีต้องแต่แล้วอะไรจึง updates to story monetization Reshare content on story is no longer eligible for earnings การได้យើង share บ่าวิดีโอว่าយើង reel ว่าយើងនឹងទៅ story វិញគឺលែងបានលុយอย่างហ្នឹងណាចឹង what can you do តើអ្នកធ្វើអ្វីបាន post directly to stories ក៏ឲ្យយើង post directly ហ្មង to story that reshare and existing post ចឹងក៏ឲ្យយើង post direct ហ្មងហ្នឹងណាអត់មានpost ជា reel ហើយ reshare ទេអត់ឲ្យ reshare share ឡើងវិញទេណាก็เอายัง whether it's your content or others are eligible to earn คือបានលុយទេចំណុចទី2 connect with your audience ក៏เอายังបង្កើននៅការតំណែងជាមួយនឹង audience របស់យើងថាអតិថិជនរបស់យើង engage your follower តើទៅជាមួយអ្នកតាមដាន with fresh ភាពបរិសុទ្ធណាភាពស្រស់ស្រាយ authentic content ជាមួយនឹងមាតិកាដែលត្រឹមត្រូវ authentic នឹង content ត្រឹមត្រូវដែល build a loyal community សង្គមមួយដ៏ស្មោះត្រង់ loyal ណាស្មោះត្រង់ around your brand ជាមួយនឹង brand នេះនឹង voice សម្លេងរបស់អ្នកទី3 grow your impact ធ្វើឲ្យរីកចម្រើននៅការប៉ះពាល់មានន័យពីប៉ះពាល់ក្រៅប៉ះពាល់ល្អអីប៉ះពាល់ល្អ help grow your reach ជួយឲ្យការបង្កើននៅការទស្សនា influence multiple by consistently sharing genuine high quality stories ដោយការចែករំលែកជាទម្លាប់ consistently genuine ណាភាពច្បាស់លាស់ហ្នឹងហើយត្រឹមជាទម្លាប់ភាពច្បាស់លាស់ high quality story ជាមួយនឹង story ដែលរឿង story គេហៅថា post story កន្លែង post story ណាគឺដែលត្រឹមត្រូវហ្នឹងហើយចឹងបងប្អូននេះកន្លែង post story កន្លែងណាខ្ញុំយល់បងប្អូនជាសញ្ញាបូងបងជាសញ្ញាបូងនេះឃើញអញ្ចឹងការផុសក្នុង Facebook វាមានចេញជា4ចំណុចទី1 story ទី2 reel វីដេអូវីដេអូខ្លី live យើងអាច live បានទី4 channel យើងបោះចូល channel បាទបោះចូល channel នឹងចំណុចហ្នឹងណាបាទបើសិនយើងចុចសញ្ញាបូកតែយើងចុចរូប like នេះ watch your mind នេះចុច what your mind នឹងវាចេញជាទម្រង់វីដេអូនិងរូបភាពវីដេអូវែងវីដេអូខ្លីនិងរូបភាពអញ្ចឹងណាបងប្អូនបាទបើយើងផុសឡើងនេះ reel ហ្នឹងយើងផុសបានវីដេអូទេ story យើងបានវីដេអូទាំងរូបភាពតែខ្លីបាទ live channel អញ្ចឹងណាអញ្ចឹងឡើងនេះគេហៅថា story អញ្ចឹងបងប្អូននេះជាការអាប់ដេតថ្មីរបស់ក្រុមហ៊ុន Meta ដែលបងប្អូនអាសា follower ពួយអាចទៅដើម្បីទទួលបានចំណេះដឹងពីការរកចំណូលតាម Facebook ក៏ដូចជាបាទទទួលបាននៅការប្រឹក្សាអំពីការ boot page លក់អីវ៉ាន់អនឡាញលក់ដាច់ចឹងណាស៊ីលុយតិចចំក្រៅអតិជនផងដែរសូមអរគុណបាទ